សូមស្វាគមន៍មកកាន់រឿងកំ pl ែង Radio Village The Rooster Rumor វិទ្យុភូមិពាក្យចចាមអារាមអំពីមាន់រងាវចូលរួមសម្ដែងដោយអ្នកមីងបឿនអោនបឿនដើរតួជា The Gossip Queen មីងបឿនគាត់មានត្រចៀកកម្មម៉ត់ឈ្គុយហើយតែងតែដឹងរឿងគេមុនគេនាងជាអ្នកចាប់ផ្ដើមនិងពង្រីកពាក្យចចាមអារាមឲ្យកាន់តែធំពូសួង Uncle សួងដើរតួជា The Panic Spreaderពូសួងភ័យច្រើនជាងគេបើលឺដំណឹងអីប្លែកគឺគាត់ភ័យមុនគេហើយតែងតែយកព័ត៌មានដែលលឺបានទៅបំប៉ោងថែមទៀតគាត់ជឿគ្រប់រឿងចែម៉ាឡា Sister ម៉ាឡាដើរតួជា The Business Opportunist ចែម៉ាឡាលោកបបតែមានត្រចៀកធំជាងឆ្នាំងបបទៅទៀតនាងឆ្លាតរកស៊ីហើយតែឆ្លៀតឱកាសរកលុយពីគ្រប់ស្ថានភាពលុងហេង Uncle ហេងដើរតួជា The Confused Sage លុងហេងដូចចាស់តែខ្លួនទេតែគំនិតវិញចេះតែបង្កើនភាពវឹកមាំនឹងធ្វើឲ្យអ្នកភូមិកាន់តែយល់ច្រឡំដោយការបកស្រាយបែបចៃដឹងតោះទៅទស្សនាទាំងអស់គ្នានៅភូមិអត់លហែមន់រងាវធម្មតាគឺលឺត្រឹមតែមួយរកនេះស្រាប់តែមន់ជលពូដុល្លារដែលទើបតែទិញបានរងាវលឺសូដូចរន្ទះបាញ់ពេញភូមិវែគ្រាន់តែរងាវម្ដងគឺលាត់លឺដល់ជុងភូមិឯណោះធ្វើឲ្យអ្នកភូមិភ្ញាក់ផ្អើលគ្រប់គ្នាអ្នកមីងបឿនគាត់មានត្រចៀកកម្មគៀងគេដើរមាត់ឈ្គុយត្អូញត្អែពីការរងាវរបស់វាគាត់ថាគាត់គៀងមិនលោកព្រោះតែវាមីងបឿនជួបចែម៉ាឡាដែលលក់បបរនៅផ្សារព្រឹកព្រលឹមគាត់ខ្សឹបថាចែម៉ាឡាអើយខ្ញុំមានរឿងប្រាប់មន់ពូដុល្លារនោះដូចមិនមែនមន់ធម្មតាទេចែម៉ាឡាដែលរវល់ដួលបបរគ្រាន់តែងក់ក្បាលមិនសូវចាប់អារម្មណ៍មីងបឿនមិនបបងដាបសាប់សាច់ដំណឹងថ្មីរបស់គាត់ទេគាត់ទៅរកពូសួងដែលកំពុងអង្គុយផឹកកាហ្វេពូសួងលោកមន់ពូដុល្លារខ្ញុំលឺសូដូចវិនិយាយអីពូសួងដែលតែងតែឃើញបុកពោះឬហើយភ្នែកធំដូចចង់របូតចេញពីភ្នែកពូសួងរត់ទៅប្រាប់មីងណាមតែកំពុងបុកគ្រឿងមីងណាមមួនពូដុល្លារនិយាយបានប្រហែលជាខ្មោចទេដឹងមីងណាមស្ទើរតែទម្លាក់ត្បាល់បុកគ្រឿងដោយកែភ្ញាក់ផ្អើលដំណឹងរាដាទៅដងលុងហេងដែលចេះអ្នកចេះដឹងក្នុងភូមិលុងហេងធ្វើជាដឹងអូនេះប្រកាសជាមន់ស័ក្តិសិទ្ធិហើយប្រហែលជាមន់ទៀបចុះពីស្ថានសួគ៌ហើយអ្នកភូមិចាប់ផ្ដើមខ្សឹបសៀវរឿងបនស្រាន់ពូសួងព្យាយាមស្ដាប់សំឡេងមន់នោះឲ្យបានច្បាស់គាត់ឮតែគោតែគាត់បកស្រាយថាគួរកាត់គាត់ថាមន់នោះកំពុងប្រាប់ព័ត៌មានសម្ងាត់គាត់ប្រាប់អ្នកភូមិថាមន់កំពុងតែផ្ដល់សារព្រមានចែម៉ាឡាឮពាក្យគួរគិតក៏បកស្រាយទៅមួយយ៉ាងទៀតបោះហានមន់នឹងជាអ្នកស៊ើបការរដ្ឋាភិបាលទេនឹងគេមកស្ដាប់មើលអ្នកភូមិនិយាយអីអ្នកភូមិចាប់ដើមភ័យខ្លាចនិយាយរឿងអីផ្ដេតផ្ដាកអ្នកភូមិលួចមើលមន់ពូដុល្លារពីក្រោយគុំឫស្សីដូចមើលចៅអញ្ចឹងអ្នកខ្លាំងធ្វើជាទម្លាក់កាកមើលថាតើមន់នោះប្រតិកម្មអត់មន់នោះគ្រាន់តែខ្វាច់ដីរើរកមកកៅស៊ីធម្មតាមីងបឿនឮពីរឿងស៊ើបការក៏បកស្រាយទៅម្យ៉ាងទៀតព្រោះគាត់ជាអ្នកនាំសារលេខ1ទេឮថាជាមន់របស់វិនិយោគិនបរទេសទេតាគេយកមកបណ្ដុះពូជថ្លៃដើម្បីលូកបានកបាលសេដ្ឋីចែម៉ាឡាឮហើយគិតរកវិធីលូកមន់ជួលបានថ្លៃពូសួងយោបាយសម្លាដែលសពីម្សិលមិញទៅបបួលមាត់នឹងនិយាយលោកមន់កុំរងាវខ្លាំងពេកអីយប់មិញខ្ញុំដេកអត់លក់ដល់សារលោកមន់នោះគ្រាន់តែជឹកបាយរួចញាក់ចេញមិនសូវចាប់អារម្មណ៍មីងបឿនឃើញពូសួងកំពុងនិយាយជាមួយមន់អូពូសួងកំពុងតាក់ទងជាមួយមន់ស័ក្តិសិទ្ធិហើយប្រហែលមន់ណូប្រាប់លេខឆ្នោតហើយនាងចាប់ដើមយករឿងនេះទៅនិយាយបន្តយ៉ាងលឿនលុងហេងអះអាងថាគាត់អាចបកស្រាយភាសាមន់បានពីគម្ពីរបុរាណគាត់ចាប់ផ្ដើមធូរសំឡេងមន់កកព្យាយាមទំនាក់ទំនងអ្នកភូមិខ្លះសើចខ្លះភ័យខ្លះគិតថាគាត់ទៅអើយលុងហេងបកស្រាយការរងាវរបស់មន់ថាវាចង់បានស្រូវសាឡី10ការុងនិងទូរស័ព្ទ iPhone 15 Pro Max មួយគ្រឿងអ្នកភូមិជជែកគ្នាថាត្រូវថ្វាយបុណ្យថ្វាយវាចែម៉ាឡាគិតរកវិធីលក់ស្រូវសាឡីឲ្យបានថ្លៃដល់អ្នកភូមិតំណែងរីករាលដាលដល់ភូមិជិតខាងមនុស្សមកពីឆ្ងាយដើម្បីមើលមន់អច្ឆរិយៈពូដុល្លារម្ចាស់មន់ឆ្ងល់ខ្លួនឯងថាមន់គាត់ល្បីតាំងពីពេលណាហើយមន់គាត់ធ្វើអីខុសល្បីដល់មិននឹងខ្លួនអ្នកភូមិរៀបចំធ្វើពិធីបន់ស្រន់ធំមួយនៅក្រោមដើមពោធិ៍ពួកគេនាំគ្នាទិញទៀនធូបផ្កាភ្ញីដាក់ថ្វាយមន់ចែម៉ាឡាបានលួយច្រើនពីការលក់គ្រឿងរណ្ដាប់នៅកណ្ដាលពិធីមន់នោះរងាវខ្លាំងពូសួងជឿថានេះជាសញ្ញាល្អនិងជាពាក្យជូនពរពីលោកមន់លុងហេងខំប្រឹងបកស្រាយបន្ថែមទៀតដោយបន្ថែមនៅអបយៈជំនឿជាច្រើនអ្នកកាសែតមកថតរូបនិងសម្ភាសន៍អ្នកភូមិមីងបឿននិងពូសួងប្រកួតគ្នានិយាយបំផ្លាស់ពីរឿងមន់ចែម៉ាឡាឆ្លៀតពេលលក់កាហ្វេនិងទឹកកឡុកឲ្យអ្នកកាសែតអ្នកភូមិមកកាក់ក្រុមការពារមន់ពួកគេយកឈើច្រត់មកឈោបាំងកុំឲ្យអ្នកណាចូលចិត្តដោយមន់នោះជាវត្ថុបុរាណអញ្ចឹងពូដុល្លារម្ចាស់មន់គ្រាន់តែងក់ក្បាលងឿងឆ្ងល់ហើយគិតថាអ្នកភូមិឆ្កួលអស់ហើយ
ม้วนนู้รถโจบแต่ปูดลาแอกภูมิเกิดท่าเวจ้องผึ่งหายเอาไว้มวยหรือจังตัวเนยกำลังได้พิสิทธิ์จริงลุงเฮงประกาศถาเวจ้องบานประเทศทำไมได้ทั่วอัมพีเมียสด